ជំរាបសួរបងប្អូនទាំងអស់គ្នាបាទឥឡូវសណ្ដែកយើងព្រោះតាំងពីថ្ងៃទី27ខែ1ឥឡូវទើបត្រូវភ្លៀងបាន1មេហើយឥឡូវវាចាប់ផ្ដើមដុះហើយអានេះគឺដែលដុះតាំងពីថ្ងៃទី27 28 29មកចឹងតាំងពីពាក់កណ្ដាលខែ1ឥឡូវដល់ខែ3ហើយទើបតែត្រូវភ្លៀងអញ្ចឹងទើបតែចេញទេទើបតែចេញមកអញ្ចឹងបងប្អូននេះចេញមកក្របនឹងនៅក្នុងដីចង់មួយខែជាងហើយឥឡូវពេលត្រូវភ្លៀងចាប់ផ្ដើមដុះចេញមកអញ្ចឹងស្ដេកនេះអាចបានផលលើសពីការរំពឹងទុកហើយនេះគឺកាលពីខែ1បងប្អូនព្រោះតាំងពីខែ1មកឥឡូវចាប់ផ្ដើមចេញផ្កាមកវែកចាប់ផ្ដើមចេញផ្កាខ្លះហើយអាហ្នឹងមកជំនាន់មុនវាមាន2ជំនាន់ត2ជំនាន់ហើយ3ជំនាន់ត3ជំនាន់នៅកន្លែងនេះគ្រាប់ដែលយើងបាចតាំងពីខែ1មកអត់ទាន់បានដុះឥឡូវវាចាប់ផ្ដើមដុះចេញហើយអាខ្ពស់នោះគឺវាដុះមុនហ្នឹងបងប្អូនអរគ្នាល្អមែននេះបងប្អូនមើលនេះចាប់ផ្ដើមចេញមកលុបព្រៀតប្រយហើយពពួកនេះគឺពពួកដែលដុះមុននេះដែលយើងព្រោះមុនមកក៏វាដុះមុនអញ្ចឹងណាហើយសម្រាប់ខាងនេះគឺវគ្គដំបូងបងប្អូនវគ្គដំបូងយើងបេះបានប្រហែលជា30គីឡូឯនេះឃើញផ្លែវាឥឡូវក៏ចាប់ផ្ដើមផ្កាបន្តទុំបន្តទៀតនេះបាស្រែប៉ុណ្្នឹងឯងបានប្រហែលជា30គីឡូទៅ40គីឡូមិនតិចទេមើលឥឡូវវាផ្កាមកបន្តផ្លែមកបន្តទៀតនៅរហូតនៅផ្លែរហូតចឹងទីទៅស្ដេកហ្នឹងល្អដែរតាជួយដៃបងប្អូនធូរហើយលក់បានលុយទៀត1គីឡូ5ទៅ6000ហើយអាខ្លះវាងាប់ដោយសារវាដល់អាយុកាលរបស់វាងាប់ហើយ